សូមជម្រាបសួរបងប្អូនអរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចែករំលែកបងប្អូនអរគ្នាអំពីការប្រើប្រាស់រូបមន្ត VLOOKUP អញ្ចឹងរូបមន្ត VLOOKUP នេះគឺយើងប្រើសម្រាប់ស្វែងរកទិន្នន័យចេញពីតារាងដោយចាប់ផ្ដើមចេញពី column ទី1ជួរចូលទី1ហើយវាក៏ទាញយកលទ្ធផលទៅ column ផ្សេងទៀតនៅក្នុង row ដូចគ្នាផងដែរអូខេអញ្ចឹងដើម្បីប្រើប្រាស់រូបមន្ត VLOOKUP ឧទាហរណ៍ថាខ្ញុំមានតារាងទិន្នន័យបែបនេះខ្ញុំចង់បញ្ចូល ID ទៅឲ្យវាបង្ហាញឈ្មោះម្នាក់បុគ្គលិកម្នាក់ហ្នឹងថាមកពីណាមានប្រាក់ខែប៉ុន្មានចូលថ្ងៃការថ្ងៃណាអញ្ចឹងខ្ញុំយកក្បាលខាងលើ header វានេះមកដាក់ខាងក្រោមដើម្បីបញ្ចូលទិន្នន័យកន្លែងនេះគឺខ្ញុំចង់វាចេញទាំងអស់ចេញឈ្មោះឈ្មោះអីដែលលើដែរប៉ុន្តែខ្ញុំចង់ឲ្យចេញម្ដងមួយឧទាហរណ៍ថាខ្ញុំវាយលេខ1ទៅគឺចេញឈ្មោះនេះមកតែប៉ុណ្ណឹងមកណាដល់វាយឈ្មោះលេខ4នេះចេញពីឈ្មោះមួយជួរនេះមកអញ្ចឹងនេះអញ្ចឹងដើម្បីធ្វើអានឹងបានបងប្អូនទី1គឺខ្ញុំចង់ធ្វើនៅកន្លែងកូដតានាមអញ្ចឹងបងប្អូនដាក់ cursor នៅកន្លែងហ្នឹងនឹងវាយស្មើហើយទៅសេ VLOOKUP មក VLOOKUP បើមកខ្ជក់អញ្ចឹងកន្លែងនេះវាដាក់បង្ហាញថា lookup value អញ្ចឹងគឺជាកន្លែងដែលយើងវាសំដៅទៅលើតម្លៃលេខឬក៏តម្លៃទិន្នន័យដែលយើងបញ្ចូលដើម្បីស្វែងរកអញ្ចឹងគឺខ្ញុំយកកន្លែង ID នេះអូខេយកកន្លែង ID នេះពីព្រោះខ្ញុំវាយ ID ទៅនឹងទៅវាបង្ហាញទិន្នន័យហ្នឹងហើយបន្តមកទៀតគឺខ្ញុំចងដុល្លារហេតុអីបានខ្ញុំត្រូវចងដុល្លារវាដើម្បីនៅពេលដែលខ្ញុំច្រឡងរូបមន្តម្នេះមកកុំឲ្យវា error តគ្នាអញ្ចឹងណាយើងគឺយើងចងវាឲ្យជាប់កុំឲ្យវា error កូដអញ្ចឹងដើម្បីចងដុល្លារបងប្អូនដឹងហើយគឺយើងចុច key F4 ឬក៏ FN ជាមួយ F4 មកចេញដុល្លារអញ្ចឹងបែបនេះមកហើយចុចក្បៀសហ្នឹងហើយហើយបន្តមកទៀតយើងធ្វើការអីគេនេះវាបង្ហាញប្រាប់ថាអីគេ table array អញ្ចឹងវាសំដៅទៅលើតារាងទិន្នន័យទាំងមូលអញ្ចឹងយើងចុច select ទិន្នន័យទាំងអស់យ៉ាងមកយើងចុចដល់លើយើងចុចចូលទៅទិន្នន័យបានហើយហ្នឹងហើយយើងចងដុល្លារវាទៀតយើងចុចអាស្រ័យលើកុំព្យូទ័របងប្អូនអាចចុច F4 ក៏បានឬក៏ចុច FN ជំនួយ F4 ដោយសារកុំព្យូទ័រខ្លះវាត្រូវការអញ្ចឹងចុចចេះមកអញ្ចឹងបានវាចេញហើយយើងក្បៀសទៀតបន្ទាប់មកទៀតវាដាក់ថា COL index ឆ្នាំ column ដែលយើងចង់រកអញ្ចឹងកន្លែងកូដតានាមនេះ column ទីម៉ានគឺ column ទី2អញ្ចឹងបងប្អូនគម្របពី column A មកដល់ column G គឺយើងរាប់ចាប់ពីអ្វីដែលយើងដោយសារខ្ញុំដាក់នេះខ្ញុំយកមកនៅកណ្ដាលអញ្ចឹងខ្ញុំយកអានេះជា column ទី1 G ជា column ទី2ដោយសារតែនេះយើងមានត្រឹមនេះយើងរាប់ពីត្រឹមនេះដល់ត្រឹមនេះចានេះទី1អានេះទី2អានេះទី3ទី4ទី5ហូរហាយអញ្ចឹងមកអញ្ចឹងកន្លែងនេះខ្ញុំដាក់លេខ2មកហើយកបៀសកន្លែងនេះវាដាក់ថា true or false អញ្ចឹង true នេះបើសិនយើងយកពាក្យ true approximate match វាប្រហែលទិន្នន័យប្រហែលអានេះ exact match ទិន្នន័យជាក់ស្ដែងពិតប្រាកដអញ្ចឹងបងប្អូនយក false មកខ្ញុំចង់រកអាហ្នឹងយើងដាក់ false មកខ្ញុំចុច enter ពេលនោះវាចេញ NA បែបនេះបងប្អូនគ្រាន់តែសាកថៃវាយបញ្ចូលលេខនៅកន្លែងនេះមកវានឹងបង្ហាញអូខេលេខ3là bù bù ប៉ុន្តែអាខាងនេះវាអត់ទាន់ចេញទេដោយសារអីដោយសារយើងត្រូវសិតមកទៀតសិតរូបមន្តចូលមកទៀតណាហ្នឹងអញ្ចឹងបន្ទាប់ទៀតមកខាងនេះបងប្អូនមិនបាច់ចាំសរសេររូបមន្តឡើងវិញទេវិធីសាស្ត្រលឿនគឺបងប្អូនគ្រាន់តែច្រឡងរូបមន្តមកបងប្អូនគ្រាន់តែដាក់ cursor យើងប៉ះលើហ្នឹងហើយយកទាញនេះហើយយើងចាំដូរទៅលេខ column ទៅបាទទៅពេលវាទាញទៅគឺវាអត់ error ទេដោយសារយើងចងដុល្លារហើយអញ្ចឹងណាទាញចឹងមកអញ្ចឹងវាចេញឡាប៊ូប៊ូទាំងអស់ហេតុអីបានវាចេញឡាប៊ូប៊ូទាំងអស់ដោយសារកន្លែងនេះបងប្អូនមើលនេះអាកន្លែង chu column ហ្នឹងគឺយើងដាក់លេខ2ទាំងអស់អញ្ចឹងវាមកលេខ2ទាំងអស់នេះអញ្ចឹងយើងគ្រាន់ដូរលេខ column ហ្នឹងមួយមកនេះខ្ញុំចុចប៉ះអញ្ចឹងអានេះ column ទីម៉ាន column ទី3យើងដូរលេខ2ដាក់លេខ3មកដាក់លេខ3អញ្ចឹងមកអញ្ចឹងវាចេញ Latin name អានេះទី1អានេះទី1ទី2ទី3អានេះយើងដូរដាក់លេខ4មកនេះយើងដូរទៅកន្លែងលេខ2ហ្នឹងទៅបានអូខេអានេះលេខ5យ៉ាលេខ6អានេះ
6 អានេះលេខ7លុបតែលេខ2នឹងចុះយើងកែតែលេខខ្លឹមទៅបានអញ្ចឹងនេះលេខសាក់ដាក់លេខ4វីដេអូទាំងអស់អូខេទាំងប្រាក់ខែទាំងអីយើងមើលលេខ4មកប្រាក់ខែ250ចានេះវាអត់ទាន់ចេញដុល្លារទេបងប្អូនអាចប៉ះនៅវាសិតដុល្លារមកសិតជាទម្រង់ដុល្លារចឹងជាអត់ចង់ចេញហ្នឹងទេតែប៉ុណ្ណេះមកអានេះការបរិច្ឆេទដូចគ្នាដែរបងប្អូនអាចចងជាទម្រង់ DD មិនជាមកចូល number នេះចូលមកកន្លែង number នេះមកយក custom នេះមកយើងដាក់ថា DD MM យាអូខេថ្ងៃខែឆ្នាំប៉ុណ្ណឹងមកចុចអូខេមកថ្ងៃ5ខែ5ទី202020ហើយស្អាតចុចដូរកន្លែងនេះទៅជាអីគេមួយវិញស៊ីមរៀបមើលត្រូវអត់ស៊ីមរៀបខ្ញុំចង់រក ID ឈ្មោះ ID លេខ4លេខ2លេខ2បាយលេខ2មកអានេះវាបដូរឲ្យយើងតាមហ្នឹងទៅអស់អញ្ចឹងណាបានជា read page ស្រីខ្ញុំអញ្ចឹងទៅអានេះគឺជាផ្នែកមួយនៃការប្រើប្រាស់រូបមន្ត VLOOKUP ដែលយើងអាចប្រើដើម្បីស្វែងរកទិន្នន័យនៅក្នុងតារាងមួយដែលមានទិន្នន័យច្រើនអញ្ចឹងអានេះមាន4 5អញ្ចឹងមានរាប់រយគឺយើងអត់អាចនៅដើររកមើលឈ្មោះណាដែលមានប្រាក់ខែបានមកពីខេត្តណា ID ប៉ុណ្ណឹងឈ្មោះអីអញ្ចឹងណាអាហ្នឹងវាយូរអញ្ចឹងបងប្អូនអាចយកនេះទៅប្រើប្រាស់បានដើម្បីជាសម្រួលដល់ការងារប្រចាំថ្ងៃរបស់យើងក្នុងការគ្រប់គ្រងជីឈ្មោះបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូនអរគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ